សួស្តីបងប្អូនទាំងអស់គ្នាចាគ្រឿងផ្សំរបស់ខ្ញុំថ្ងៃនេះគឺមានផ្លូវមាន់ចំនួន4ដុំចាហើយនឹងម្សៅបំពងលាយជាមួយនឹងម្សៅឆាយើងហ្នឹងចាហើយនេះគឺជាគ្រឿងប្រឡាក់ខ្សាច់ទេបងប្អូនចាមានខ្ទឹមសនិងម្ទេសហើយនឹងគល់វ៉ាន់ស៊ុយគឺយើងយកវាទៅលីងឲ្យឈ្ងុយបន្តិចណាបងប្អូនចាហើយថ្ងៃនេះដែរគឺមុខម្ហូបរបស់ខ្ញុំគឺមានឈ្មោះថាផ្លូវមាន់បំពងញ៉ាំជាមួយនឹងបាយតណៅបងប្អូនចាអញ្ចឹងឥឡូវយើងទៅមើលពីវិធីធ្វើទាំងអស់គ្នាចាឥឡូវយើងយកគ្រឿងដែលយើងបានលីងហើយហ្នឹងមានជាខ្ទឹមសជាមួយម្ទេសយកបុកវាបន្តិចសិនមកចាខ្ទឹមសយើងមិនបាច់បុកម៉ត់ពេកបងប្អូនឥឡូវយើងដាក់គល់វ៉ាន់ស៊ុយចូលមកសម្រាប់ផ្លូវមាន់នេះដែរគឺយើងធ្វើការឆ្នូតវាបន្តិចទៅបងប្អូនដើម្បីពេលយើងប្រឡាក់សាច់ទៅវាចូលជាល្អហើយពេលយើងយកវាទៅបំពងគឺវាឆ្អិនក្នុងល្អចានេះគឺជាគ្រឿងដែលយើងបានបុកឲ្យមិញហ្នឹងឥឡូវយើងយកវាមកលាយសំគ្រឿងបលីចេងសិនខ្ញុំដាក់ម្សៅស៊ុបប្រេងខ្យងប៊ីចេងអំបិលបន្តិចតួចតទឹកត្រីចាឥឡូវយើងធ្វើការប្រឡាក់សាច់យើងដែលដាក់សាច់ផ្លូវមាន់យើងចូលមកចាដើម្បីឲ្យសាច់យើងបំពងទៅឆ្ងាញ់ហើយស្រួយយើងទី1យើងត្រូវយកសាច់យើងនេះមកប្រឡាក់ជាមួយនឹងម្សៅម្សាសិនមកយើងយកវាមកជ្រលក់ទឹកហើយយើងប្រឡាក់យកវាមកប្រឡាក់ជាមួយម្សៅម្ដងទៀតដើម្បីឲ្យសាច់ម្សៅខាំចូលជាមួយនឹងសាច់ផ្លូវមាន់របស់យើងវាជាការស្រេចចាឥឡូវខ្លាញ់យើងបានក្តៅល្អហើយយើងដាក់សាច់ផ្លូវមាន់ចូលមកចាឥឡូវយើងមកធ្វើការលាយទឹកជ្រលក់ខ្ញុំចាក់ទឹកត្រីម្ទេសហុយនេះដាក់បន្តិចបានណាបងប្អូនថល់ណាម្សៅស៊ុបដូចឆ្មាខសធ្វើការកូរចូលគ្នាដើម្បីឲ្យរសជាតិមានរសជាតិឆ្ងាញ់ចាបងប្អូនបាយតណើបញ៉ាំជាមួយនឹងផ្លូវមាន់បំពងយើងគឺបានរួចរាល់ហើយណាចាហើយវិធីធ្វើក៏បានណែនាំរួចរាល់អស់ដែរអញ្ចឹងបងប្អូនពេញចិត្តកុំភ្លេច Subscribe មួយផងអរគុណបាយបាយ